Cha chủ điểm solo khổ đi trong si và chấn ạ một việc nạ ớt ngày nay nhôm nâng thơ ca và bằng hàng trong trang mê riêng một chi về đồng lại sắp sát nơi trong sắp đá ti độc muối đài sắp sản phi ca về đồng lại lơ chặt dạng xăm bật tía rửa ông lấy hạ tha assessing non-cognitive deposit and skill អញ្ចឹងយើងនឹងចូលទៅចំណុចទី1តែម្ដងគឺចំណុចខចរិយារបស់សិស្សអញ្ចឹងមុនដំបូងយើងត្រូវស្គាល់សិនថាតើអ្វីទៅជាចរិយាសម្បទាអញ្ចឹងចរិយាសម្បទាសំដៅទៅលើជំនាញទន់ឬទៅលើ EQ emotional quotation ឬក៏ជំនាញទំនាក់ទំនងផ្ទាល់ខ្លួនដែលបុគ្គលទទួលបានតាមរយៈការដកបទពិសោធន៍ពីការសិក្សានិងអាជីពការងារផ្សេងៗកាលណាការងារយើងកាន់តែខ្ពស់ឬក៏មានបទពិសោធន៍ការងារកាន់តែច្រើននោះចរិយាសម្បទាឬក៏អត្តចរិតរបស់យើងហ្នឹងក៏កាន់តែល្អទៅតាមនោះដែរចូលទៅកាន់ចំណុចបន្តគឺចរិយាសម្បទារបស់សិស្សអញ្ចឹងក្នុងតកតងទៅនឹងការវិរំលាយទៅលើចរិយាសម្បទារបស់សិស្សហ្នឹងគឺយើងចង់ឲ្យសិស្សមានដូចជាទី1ជំនាញក្នុងការគ្រប់គ្រងខ្លួនឯងឬវិន័យផ្ទាល់ខ្លួនថាសិស្សគាត់អាចគ្រប់គ្រងខ្លួនឯងបានមិនឆេវឆាវមិនមិនន័យថាមិនប្រើតាមតែអារម្មណ៍របស់គាត់នឹងមានវិន័យផ្ទាល់ខ្លួនទី2គឺការសហការជាមួយនឹងអ្នកដទៃទី3ការប្រស័យតាក់ទងគ្នាទៅវិញទៅមកមានថានៅពេលដែលសិស្សនៅក្នុងតាក់ទងទៅនឹងចរិយាសម្បទាគឺធ្វើយ៉ាងណាឲ្យសិស្សជាប្រស័យតាក់ទងគ្នាទៅវិញទៅមកការច្នៃប្រឌិតអ្វីមួយនឹងមានភាពអត់ធ្មត់ផ្សេងៗទៅលើការងាររបស់គាត់ចូលចំណុចបន្តគឺចំណុចខបំណិនពុទ្ធិឬក៏ cognitive skill អញ្ចឹងថ្ងៃនេះយើងសិក្សាអំពីnon cognitive skill ទៅទៅនឹងចរិយាសម្បទាប៉ុន្តែយើងក៏ត្រូវស្គាល់អីទៅជាបំណិនពុទ្ធិដែរអញ្ចឹងបំណិនពុទ្ធិគឺជាជំនាញយល់ដឹងឬក៏វិជ្ជាសម្បទាគឺជាជំនាញដែលប្រើសម្រាប់ការគិតវិភាគហេតុផលចងចាំនិងរៀនផ្សេងៗនិយាយទៅវាងាយស្រួលក្នុងការវាស់ស្ទង់ជំនាញយល់ដឹងតាមរយៈការប្រឡងប្រចាំខែឬក៏ធ្វើតេស្តឆាវមានជាដើមបំណិនពុទ្ធិឬជំនាញយល់ដឹងរួមមានសមត្ថភាពក្នុងការចងចាំមេរៀនការគិតនិងឆ្លើយទាន់ហេតុការណ៍ដែលគាត់មាន IQ ខ្ពស់ភាពបត់បែនការផ្ចង់អារម្មណ៍ការវិភាគបញ្ហាជាលម្អិតការគិតបែបពហុកិច្ចការឬកិច្ចការងារច្រើនក្នុងពេលតែមួយក៏អាចធ្វើបានហើយការបែងចែកចំណុចថ្នាក់ព័ត៌មានអញ្ចឹងទៅយើងអាចឃើញថាបំណិនពុទ្ធិហើយនឹងបំណិនចរិយាសម្បទាគឺវាមានការផ្ទុយគ្នាតែម្ដងមួយប្រើ IQ មួយទៀតប្រើ EQ ចូលទៅកាន់ចំណុចបន្តគឺគោលលទ្ធផលរំពឹងទុកនៃចរិយាសម្បទាគឺយើងធ្វើយ៉ាងណាឲ្យសិស្សមានទំនួលខុសត្រូវមានភាពស្មោះត្រង់ចេះត្រួតពិនិត្យនិងតាមដានខ្លួនឯងអភិវឌ្ឍដល់ណាហើយធ្វើការសហការជាមួយនឹងអ្នកដទៃតស៊ូក្នុងការប្រឈមមុខនឹងឧបសគ្គផ្សេងមួយវិញទៀតតើតើនឹងលទ្ធផលរំពឹងទុកនៃចរិយាសម្បទានឹងដែរគឺសិស្សមានភាពស្ទាត់ជំនាញក្នុងការដោះស្រាយបញ្ហានិងរីករាយនឹងអ្វីដែលពួកគេកំពុងធ្វើនិងទទួលយកលទ្ធផលដែលគេប្រឹងប្រែងដោយគ្មានការខកចិត្តចឹងមានថាឲ្យសិស្សមាន PMA គឺ positive mental attitude គឺការគិតបែបវិជ្ជមានជានិច្ចទោះបីជាគាត់ជួបនៅបញ្ហាក៏ដោយគឺគាត់អត់រៀនថយគឺគាត់ដោះស្រាយបញ្ហានឹងហើយគាត់ព្រមយកលទ្ធផលដែលគាត់ទទួលបានពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់គាត់នឹងឯងចូលទៅជាកាន់ចំណុចបន្តគឺខយើងសិក្សាអំពីប្រភេទនៃចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកអញ្ចឹងក្នុងចំណុចនេះដែរគឺយើងនឹងសិក្សាអំពីempathy ឬក៏ការយល់អំពីអារម្មណ៍របស់អ្នកដទៃតើតើនៅ empathy នឹងដែរគឺយើងមាន6ចំណុចបន្តទៀតគឺទី1គឺអ្នកដែលមាន empathy គឺទី1គាត់ចង់ដឹងនិងយល់ពីអ្នកដទៃរកឃើញពីភាពស្រដៀងគ្នាការដាក់ចិត្តគេក្នុងចិត្តខ្លួនឯងមានន័យថាយើងយល់ពីគេយើងមុននឹងនិយាយឬក៏ធ្វើសកម្មភាពអីមួយទៅកាន់គេយើងចេះយល់គំនិតគេឬក៏ចិត្តរបស់គេនឹងដាក់យកខ្លួនឯងទី3គឺប្រាប់ទី4គឺប្រាប់ខ្លួននិងជាមនុស្សប្រភេទណាទៅកាន់អ្នកដទៃព្យាយាមយល់មនុស្សជុំវិញខ្លួននិងស្ដាប់ហេតុផលអញ្ចឹងមនុស្សមាន empathy គឺជាមនុស្សដែលយល់ពីអ្នកដទៃហ្មងគឺគាត់ចេះបើកទូលំទូលាយថាហ៊ាន can see who we are អញ្ចឹងណាចូលទៅកាន់ចំណុចបន្តទៀតគឺតេតទៅនឹងចំណុចងលទ្ធផលសិក្សារំពឹងទុកបែបចរិយាសម្បទាអញ្ចឹងយើងត្រូវស្វែងយល់អំពីពាក្យអាកប្បកិរិយាជាមុនសិនអញ្ចឹងអាកប្បកិរិយាគឺជាបណ្ដុំនៃផ្លូវអារម្មណ៍ដែលវាស្ថិតនៅផ្នែកខាងក្នុងខ្លួនយើងដែលវាសម្ដែងចេញដើម្បីឆ្លើយតបទៅនឹងហេតុការណ៍ផ្សេងៗចំណុចចគុណតម្លៃសិក្សារំពឹងទុកអញ្ចឹងគុណតម្លៃសិក្សារំពឹងទុកគឺយើងធ្វើយ៉ាងណាឲ្យសិស្សនៅប្រទេសកម្ពុជាយើងទី1គឺទទួលបានភាពស្មោះត្រង់មានសុចរិតភាពមានភាពយុត្តិធម៌គឺមានទំនុកចិត្តជឿជាក់ថាគ្រប់យ៉ាងគឺមានភាពស្មើគ្នាហើយនឹងចុងក្រោយគឺសេរីភាពហើយចំណុចបន្តគឺចំណុចឆគឺការលើកទឹកចិត្តអញ្ចឹងសំដៅទៅលើសកម្មភាពរបស់សិស្សដែលបានចូលរួមសកម្មក្នុងការរៀននិងស្ដាប់
ចំណុចចុងក្រោយគឺយើងសិក្សាអំពីវិធីសាស្ត្រក្នុងការវាតម្លៃចរិយាសម្បទាអញ្ចឹងវិធីសាស្ត្រក្នុងការវាតម្លៃចរិយាសម្បទាគឺយើងគិតទៅលើ3ចំណុចទី1គឺអារម្មណ៍អាកប្បកិរិយានិងទឹកមុខដោយសារតែទាំងអស់ហ្នឹងគឺវាមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទី2គឺប្រើវិធីសាស្ត្រផ្សេងៗដើម្បីវាស់ស្ទង់ដល់គោលដៅហើយចុងក្រោយទី3សមាជិកថាតើយើងត្រូវធ្វើលទ្ធផលសិក្សាម្នាក់ៗដូចម្ដេចតាក់ទងទៅនឹងវិធីសាស្ត្រវិញម្ដងនៅបំណិនការពុទ្ធិអញ្ចឹងទី1គឺការអង្កេតរបស់គ្រូការអង្កេតរបស់គ្រូនោះមានការអង្កេតទូទៅការអង្កេតដែលមានរចនាសម្ព័ន្ធហើយចូលចំណុចទី2ការសម្ភាសរបស់គ្រូការសម្ភាសរបស់គ្រូគឺជាមធ្យោបាយដែលល្អបំផុតសម្រាប់វាតម្លៃការសិក្សាអរិយាប័ត្ររបស់បុគ្គលអញ្ចឹងសម្រាប់ចុងក្រោយមកគឺស្វ័យដោយតម្លៃរបស់សិស្សគឺផ្ដល់យើងត្រូវតែមានស្វ័យវាតម្លៃរបស់សិស្សស្វ័យវាតម្លៃរបស់សិស្សគឺជាការផ្ដល់ឱកាសឲ្យសិស្សយើងនឹងធ្វើការវាតម្លៃនិងឆ្លុះបញ្ចាំងនៅលទ្ធផលសិក្សាដែលគាត់ទទួលបានបន្ទាប់ពីរៀនមេរៀនមួយចប់ឬមួយវគ្គដូចលោកគ្រូឲ្យយើងធ្វើវីដេអូដែលពួកខ្ញុំធ្វើវីដេអូឆ្លុះបញ្ចាំងនេះអញ្ចឹងគឺមានន័យថាឲ្យសិស្សស្វ័យវាតម្លៃសិក្សាខ្លួនឯងឆ្លុះបញ្ចាំងថាគាត់បានសិក្សាក្នុងមេរៀនហ្នឹងបញ្ចប់មេរៀនក្នុងសប្តាហ៍ហ្នឹងគាត់ចេះបានអីខ្លះហើយអញ្ចឹងតកតងទៅនឹងការធ្វើបទបង្ហាញតកតងនឹងមេរៀនសប្តាហ៍ទី11របស់ខ្ញុំនៅថ្ងៃនេះគឺត្រូវបានបញ្ចប់អរគុណលោកគ្រូអ្នកគ្រូដែលបានស្ដាប់យកចិត្តទុកដាក់